បាទសូមគោរពជំរាបសួរបងប្អូននេះវ៉ានីឡាដែលមានអាយុ9ខែកន្លងទៅហើយចូលខែទី10ហើយក្នុងហ្នឹងយើងមាន3ពូជផ្នែកខាងនេះ1ពូជគឺពូជTahitensis ឬក៏ហៅតៃទីហើយចំណែកពូជខាងនេះពូជផំពូណាគឺជាពូជដែលមានដើមមើលទៅដើមថ្លោះមើលទៅដើមបើយើងនិយាយពីតកួនដើមមើលទៅដូចជាដើមមានជាតិទឹកដើមវាជាតិថ្លោះហើយស្លឹករាងមូលកប៉ោងខ្លីហ្នឹងពូជផំពូណាហើយនេះមកពូជទៀតគឺជាពូជ Planifolia គឺជាពូជដែលមានដើមតូចជាងផំពូណាតែស្លឹកស្តៀងគ្នាស្លឹកកប៉ោងដូចគ្នានេះមានស្លឹកកប៉ោងដូចគ្នាហើយពូជនេះការលូតលាស់ប្រវែងយឺតជាងពូជ Tahiti ឬក៏ Tahitensis មើល9ខែហើយទើបបានបោះតងផុតចលងប៉ុណ្ណោះទេចំណែកឯពូជ Tahitensis បងប្អូនឃើញស្រាប់ហើយលូតបានវែងមានដើមខ្លះបានមួយជុំកន្លះហើយនេះយើងបងប្អូនមើលនេះសិតតែចុងអានេះឡើងមកជុំទី2ហើយអានេះជុំទី2ឡើងមកបានប៉ុណ្ណេះទៀតហើយអញ្ចឹងវាឡើងពីដើមចាស់មកមួយសាហើយចុះមកដល់ដីក្រោមវិញហើយឡើងមកវិញបានប៉ុណ្ណឹងហើយផុតចលងទៀតហើយអញ្ចឹងចូលជុំទី2មកដល់ក្រោយពីវាមកគងខាងលើធ្លាក់មកវិញគឺ2ជុំបរិបូរធ្លាក់មកដល់ក្រោមវិញហើយដូចនេះអានេះគឺទៅតែបានមកជុំកន្លះទេព្រោះជុំនេះចុះទៅតែដល់ប៉ុណ្ណេះមិនទាន់ដល់ក្រោមទេហើយមាននៅក្នុងគុំហ្នឹងមានជុំមានមួយដើមនោះបានមកជុំកន្លះនេះផុតឡើងដល់លើប៉ុណ្ណេះហើយហ្នឹងមកជុំកន្លះហើយរលួយយើងមានតែបេះចេញកាត់ចេញបាញ់ជីមិនទាន់ហើយខាងនេះគុំនេះក៏អញ្ចឹងគុំនេះគឺគុំដែលបានមានដើមមួយដើមនេះអានេះទៅតែនឹងចូលមកជុំកន្លះហើយដើមនេះបានមកជុំកន្លះចូលជុំទី2នេះព្រោះចុងនេះផុតមកដល់លើហើយបងប្អូនមើលសភាពស្លឹកវាពូជ Tahiti ឬក៏ Tahitensis អញ្ចឹងស្លឹកវាស្រួចវែងដើមធំសភាពធំដើមកាន់តែចាស់កាន់តែធំហើយតែស្លឹកវាគឺរាវទៅវែងទៅតែម្ដងហ្នឹងគឺពូជ Tahitensis ហើយឃើញថាពូជនេះនៅតំបន់រាងក្តៅបន្តិចនៅស្រុកយើងគឺដាំលូតលាស់បានល្អច្រើនជាងចំណែកឯពូជ Pompona ហើយនិងពូជ Planifolia វាសមស្របទៅនឹងតំបន់ត្រជាក់ជាងនេះអញ្ចឹងតំបន់ត្រជាក់ជាងនេះបានវាសមស្របដល់ដំណើរការលូតលាស់ផងវាជាពិសេសគឺដំណាក់កាលឲ្យផ្កាផ្លែនោះឯងហើយដើមគុំនេះគឺវាមានបញ្ហាចំពោះដើមវានៅត្រង់លើនេះអញ្ចឹងការលូតលាស់ផងវាមិនសូវជាលឿនប្រហែលទេស្ទុះមកវឹបមកកើតរោគទៅត្រឹងឥឡូវឃើញថាជុំទី1ផងវាគឺមកដល់នេះហើយទើបតែដោយសារមានរោគខាងចុងឆ្មាបដ ாய் អញ្ចឹងគឺយើងដាក់វាឲ្យដល់ចូលទៅក្នុងដីបានរឹសនេះចាប់យកសារធាតុចិញ្ចឹមក្រោយពីចាប់យកសារធាតុចិញ្ចឹមមកវានឹងមានកម្លាំងអាចចិញ្ចឹមអាចជំរុញផ្នែកចុងខាងនេះឲ្យលូតលាស់តទៅទៀតបានហើយអានេះយើងឃើញថាវាលូតលាស់ល្អហើយស្ទុះទៅហើយក្នុងហ្នឹងគឺមានផ្នែកខាងនេះដែលវាទៅតែនឹងបែកចេញមកដោយសារផ្នែកខាងចុងវាមានបញ្ហាអញ្ចឹងទៅវាក៏ចេញជាផ្នែកថ្មីហើយយើងឃើញថាផ្នែកថ្មីចេញមកល្អថ្លោះធំហើយក្នុងនឹងយើងឃើញមានការពកប្រឡូកផ្នែកមកតាំងតែពី
2 ខែមុនតែអត់ឃើញលូតលាស់តទៀតចេញមកត្រឹងតែប៉ុណ្ណឹងគុំនឹងឯងឃើញ2ប្រឡូកបែកមាត់ចាប់តែអត់ចម្រើនអត់លូតលាស់នៅត្រឹងនេះឃើញយូរណាស់ហើយសំបីតាខ្នែងនេះបែកមកតាមក្រោយមើលបែកនៅនេះឥឡូវវាលូតបានឡើងជាងកន្លះម៉ែត្រហើយមាត់ចាប់នឹងនៅដដែលហើយនេះយើងឃើញថាវាចុះមកដល់ក្រោមដើមវាថ្លោះដើមនេះអត់មានរោគទេអញ្ចឹងមកដល់ក្រោមយើងដាក់ឲ្យវាដល់តែដើមនេះរៀងពីកពចអត់ចង់ឡើងបត់ទៅវិញឥឡូវបានឡើងអបគូលហើយតែប៉ុណ្ណេះឡើងទៅហើយអញ្ចឹងខាងក្រោមនេះវានៅពេញពចនៅក្រោមនេះឯងយ៉ាងដាក់វានៅក្រោមនេះទៅវានឹងចាប់យកឬចាប់យកសារធាតុចិញ្ចឹមនៅដីចាក់ឬចូលទៅដីយ៉ាងគឺថាឡើងបានច្រើនហើយយ៉ាងឃើញថាអាយុប៉ុណ្ណេះខែហើយយើងមើលទៅនៅនឹងចលុងមើលទៅឃើញរយិញរយោងបែកច្រើនគួរឲ្យជាទីពេញចិត្តកុំមានរោគមករំខានល្អការលូតលាស់ដំណើរការនៃការលូតលាស់ស្ទុះលឿនដើមរីកថ្លោះស្រោតមែនតែនស្ទុះលឿនមែនតែនអញ្ចឹងយើងនឹងព្យាយាមបាញ់ថ្នាំផ្សិតការពាររោគនឹងបន្តទៅទៀតដោយសារវាបាញ់បាន2ដងក្រោយពីបាញ់ហើយត្រូវតែភ្លៀងតាមក្រោយរហូតអញ្ចឹងទៅមិនសូវជាបានផលវិជ្ជមានល្អសម្រាប់យើងប្រហែលទេវានៅតែមានកើតអញ្ចឹងមិនយូរទេទៀតផុតរដូវភ្លៀងហើយសង្ឃឹមថារោគនឹងវាមិនឆ្លងតទៅទៀតវានឹងអស់ទាំងប៉ុណ្ណឹងហើយយើងនឹងព្យាយាមដាក់ថ្នាំជួយវាចឹងឃើញថាមួយចលុងមើលទៅឃើញសុទ្ធតែដើមហើយដើមច្រើនហើយចឹងមិនយូរទៀតទេហើយយើងចាំអ៊ុតមើលនៅរដូវត្រជាក់ខាងមុខនេះខ្ទង់ពីរហូតទៅដល់ផុតខែមីនាបើកំឡុងនឹងដើមរយៈប៉ុណ្ណឹងវាអាចមានចេញផ្លែផ្កាផ្លែវាចេញហ៎បើមិនចេញទេមានតែរងចាំឆ្នាំក្រោយយើងនឹងដាក់ជីបាញ់ទឹកស្រោចថែធួនវាតទៅទៀតរងចាំដល់រដូវកាលវាចេញផ្កាផ្លែនៅឆ្នាំក្រោយនោះទៀត